ចឹង testing នេះគឺអត់មានបើក reverb បើក echo ទេតែ microphone ចូលដុំ auto tune synth តែម្ដងចឹងណាបងចឹងម្ដងទៀតអធិស្ឋានសលេងជាអត់ព្រោះចិត្តដែលស៊ូទ្រាំថាចាំពីឆ្នាំមុនបានសន្យាបាទសួស្តីបងចឹងនេះគឺ auto tune ណាចឹងនេះ brand របស់ TC Voice Tune C1 អូខេចឹងនៅក្នុងប្រអប់របស់វាមានដុំ auto tune មួយហើយនិងខ្សែ power អូខេចឹងអានេះជាដុំ power អានេះយើងដោតទៅភ្លើងណាអូខេចឹងយើងនិយាយពីមុខងារវាបន្តិចសិនអូខេនៅខាងក្រោយនេះគឺ mic input បើសិនជាបងប្អូនមាន mic ខ្សែឬក៏ mic wireless ក៏បានដែរយើងដោតខ្សែ micro យើងចូលនេះបន្ទាប់មកអាវនេះគឺបងចេញខ្សែរត់ទៅធុងបាសឬក៏ mixer អូខេចឹងយើងនឹង detail ម្ដងទៀតនេះគឺរុន power វាចឹងប៊ូតុងគេហៅ knob វានេះវាមាន3 1 2 3ចំពោះឆ្វេងបងអស់នេះគឺប្រភេទគេហៅ key របស់វាមាន C មាន D និង Do Re Mi Fa Sol La Si អញ្ចឹងបើសិនជាបងអត់ដឹងច្រៀងអត់មានតង់ទេបងកាច់មក CH នេះ CH នេះគឺ chromatic បន្ទាប់មកទៀតអានេះគឺវាកាច់សលេងអញ្ចឹងបើសិនបងឲ្យវាកាច់សលេងខ្លាំងបងមួលមកខាងស្ដាំបើកាច់សលេងឲ្យវាចូលបន្តិចតិចអា auto tune pitch របស់វាហ្នឹងបងមួលមកឆ្វេងបន្ទាប់មកនេះវាតាក់ទងជាមួយនឹង gender នេះគឺបងមួលមកស្ដាំចេះគឺវាសលេងវាងាវខ្លាំងបើមួលមកឆ្វេងចេះវាដក dB អញ្ចឹងវាសលេងយើងធម្មតាវាត្រឡប់ទៅសលេងធ្ងន់អូខេអញ្ចឹងខ្ញុំនឹងដោតខ្សែចូលទៅ sound card របស់ខ្ញុំនេះធ្វើការ testing ទេអញ្ចឹងចំពោះខ្សែយើងត្រូវការខ្សែ2សរសៃអញ្ចឹងណាបងហើយ microphone បងមាន wireless ក៏បានដែរអូខេបងអញ្ចឹងបងចាំខ្សែ micro ឬក៏ប្រភេទបងប្រើពួក receiver wireless អីហ្នឹងគឺបងដោតតែជើង3នេះជើងឈ្មោលនេះចូលកន្លែង mic in នេះបងអូខេដោតហើយអានេះមកយើងដោតទៅ micro អានេះគឺចេញទៅធុងបាសឬក៏ sound card អញ្ចឹងណាបងអញ្ចឹងខ្សែនេះចេញទៅធុងបាសអូខេបងអញ្ចឹងអានេះគឺខ្ញុំភ្ជាប់ microphone ទៅ sound card រួចរាល់ហើយអញ្ចឹងអ្វីចំណុចសំខាន់មួយទៀត gain ខាងឆ្វេងដៃអ្នកបងកុំបើកវាខ្លាំងពេកអញ្ចឹងកាលណាវាខ្លាំងពេកវាចូលសលេងធ្វើឲ្យកង់អូខេអញ្ចឹងខ្ញុំនឹង testing មួយសិន check 1 2ឥឡូវវាចូលហើយ check ហេអូខេបងអញ្ចឹងយើងបន្តទៀតពេលដែលបង set up ដោតខ្សែដោតអីហើយអស់ហើយអញ្ចឹងនេះគឺវាអត់ទាន់មានភ្លើងទេយើងត្រូវការចុចកន្លែងកុងតាក់ខាងលើនេះចុចទៅវាមានភ្លើងក្រហមអញ្ចឹងដើម្បីបើកដំណើរការ auto tune អញ្ចឹងណាជាស្រ័យផងដោយសារខ្ញុំថតដៃតែមួយអញ្ចឹងអូខេយើងបន្តទៀតអញ្ចឹងបងចុចអានេះទៅអានេះយើងចុចអញ្ចឹងហើយវាមានភ្លើងអញ្ចឹងមានន័យថាវាចូល auto tune ហើយអញ្ចឹងខាងឆ្វេងគេបងអស់នេះដែលវាមានពាក្យ CH ហ្នឹងអាហ្នឹងតង់ភ្លេងឬក៏តង់ចម្រៀងមានន័យថា chromatic អញ្ចឹងណាបងអញ្ចឹងបើសិនជាបងអត់ដឹងតង់ច្រៀងនឹងបត់អីណាមួយអញ្ចឹងបងទាញមូលមកកន្លែងពាក្យ CH អញ្ចឹងណាតែបើសិនជាបងច្រៀងទៅដឹងតង់បងមូលទៅតង់ហ្មងបន្ទាប់មកខាងកណ្ដាលនេះគឺសលេងដែល pitch correction ហ្នឹងបងចង់ឲ្យវាបានទំហំចូលតិចឬក៏ចូលច្រើនអញ្ចឹងណាទីទៀតខ្ញុំនឹងឧទាហរណ៍ឲ្យខាងស្ដាំគេនេះអានឹងវាតាក់ទងសលេងតូចសលេងធំបើសិនជាយើងមូលមកខាងស្ដាំនេះអក្សរនេះមូលមកស្ដាំផុតចេះគឺសលេងតូចបំផុតបើមូលមកខាងឆ្វេងចេះគឺវានឹងសលេងធំហ្មងឥឡូវឧទាហរណ៍អូខេចឹងអានេះយើងមូលមកខាងស្ដាំអញ្ចឹងណាចឹងយើងមូលទៅខាងឆ្វេងវិញអូខេឥឡូវយើង មូលមកខាងឆ្វេងគឺសលេងវាធំហើយបងអូខេហើយយើងលើយើងស្លាក់ទៅហៅខាងកណ្ដាលនេះជាមួយយើង select ឲ្យខ្លាំងទៅវា correction នេះហេអញ្ចឹងវាព្យាយាមកាច់ឲ្យយើងត្រូវតង់អញ្ចឹងណាអូខេបងអញ្ចឹងខ្ញុំ testing បទចម្រៀងមួយនេះហើយអធិស្ឋានផងសលេងរបស់ខ្ញុំគឺច្រៀងអត់កើតទេប៉ុន្តែគាត់ថាខ្ញុំចង់ testing ឲ្យបងបានឃើញដែរអញ្ចឹងណាអូខេអញ្ចឹងអានេះបទមួយនេះខ្ញុំដឹងតង់វាតង់ដូយេសអញ្ចឹងខ្ញុំកាច់មកដូយេសហើយនេះសលេងរបស់ខ្ញុំវាអត់សូវព្រោះអញ្ចឹងខ្ញុំឲ្យ auto tune នាងចូលរៀងច្រើនបន្តិចអូខេអញ្ចឹង testing នេះគឺអត់មានបើក reverb បើក echo ទេតែ microphone ចូលដុំ auto tune synth តែម្ដងអញ្ចឹងណាបងអញ្ចឹងម្ដងទៀតអធិស្ឋានសលេងជាអត់ព្រោះចិត្តដែលស៊ូទ្រាំថាចាំពីឆ្នាំមុនបានសន្យាថាជីវ៉ាលារៀមរាទៅឆ្ងាយចំចៃនឹងត្រឡប់វិញដល់ពេលនឹងដំណឹងឈឹងសូនតើស្ងួនដឹងទេមានស្នេហ៍បងនឹកអូនណាងណាថ្លៃសល់តែស្នាមដិនបាំងបិនដួងចិត្តញោមញីរាល់ថ្ងៃតើពីស្អីនៅទីណាដឹងទេថាបងរងចាំ
អូននៅទីណាជីវ៉ាមចាចិនមាននឹកបងទេបងនឹករូបអូនគ្មានឡើយតើមានស្នេហ៍កំពុងធ្វើអ្វីនឹកបងនឹកណាស់ណាថ្លៃអើមិនចិត្តវល់ព្រោះគ្មានរូបអូនអូខេបងចឹងអរគុណច្រើនហើយចំពោះ